មន្ត្រីផ្នែកសន្តិសុខជាតិកម្ពុជាបានច្រានចោលការអះអាងរបស់ភាគីថៃដែលថាប្រទេសកម្ពុជាកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនដោយចាត់ទុកការចាប់ប្រកាន់នេះជាការភូតភរនិងបំផន់មតិសាធារណៈការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីអត្ថបទមួយបានចុះផ្សាយនៅថ្ងៃទី8ខែកុម្ភៈដោយសារព័ត៌មាន Thai The Nation Thailand ដែលមន្ត្រីថៃបានព្រមានអំពីចំនួនព្រំដែនជុំទី3រវាងប្រទេសកម្ពុជាដែលបានអះអាងថាមានការពង្រឹងកម្លាំងយោធាដ៏សំខាន់របស់កម្ពុជាការចុះផ្សាយរបស់កាសែតថៃបានអះអាងថាកម្ពុជាបានទិញសភាវុធប្រឆាំងយន្តហោះទំនើបដើម្បីបន្សាបឧត្តមភាពផ្លូវអាកាសជាប្រវត្តិសាស្ត្ររបស់ថៃនៅក្នុងតំបន់ប៉ុន្តែកាសែតនេះមិនបានបញ្ជាក់អំពីការចាប់ប្រកាន់របស់ថៃថាតើកម្ពុជាបានទិញសភាវុធដែលមានសមត្ថភាពបែបនេះពីកន្លែងណាឬត្រូវបានបណ្ដុះបណ្ដាលឲ្យដំណើរការវានៅពេលណានោះទេមន្ត្រីថៃរូបនោះត្រូវបានThe Nationស្រង់សម្ដីថានេះគឺជាការកើនឡើងនៃសកម្មភាពយោធាដ៏គួរឲ្យព្រួយបារម្ភនៅតាមបណ្ដោយព្រំដែនកម្ពុជាជាពិសេសបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថៃកាលពីថ្ងៃទី8ខែកុម្ភៈបើទោះបីជាថៃបានអះអាងអំពីការព្រួយបារម្ភរឿងសភាវុធកម្ពុជាក៏ដោយនោះក៏ប្រទេសថៃបានប្រើប្រាស់គ្រប់ប្រភេទនៃសភាវុធធុនធ្ងន់នៅក្នុងការប្រយុទ្ធគ្នាកាលពីពេលកន្លងទៅរួមទាំងនៅលើដីលើអាកាសនៅក្នុងសមុទ្រអ្នកវិភាគថៃដែលត្រូវបានស្រង់សម្ដីដោយកាសែត The Nation បានអះអាងថាប្រសិនបើការប៉ះទង្គិចគ្នាបន្ទាប់អាចកើតមានឡើងមែននោះកម្ពុជាអាចនឹងឈានទៅដល់ការប្រើប្រាស់សភាវុធលើពីរ៉ុកែត BM-21 ដែលកម្ពុជាបានប្រើប្រាស់ពីមុនមកយ៉ាងណាក៏ដោយការអះអាងរបស់ភាគីថៃដោយដែលត្រូវបានរាយការណ៍នៅក្នុងកាសែតថៃត្រូវបានមន្ត្រីកម្ពុជាច្រានចោលទាំងស្រុងមន្ត្រីផ្នែកសន្តិសុខជាតិម្នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែលសូមមិនបញ្ចេញឈ្មោះថាកម្ពុជានៅតែបដិញ្ញាចិត្តយ៉ាងមុតមមចំពោះសេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនរួម GBC រវាងកម្ពុជានិងថៃហើយបន្តអនុវត្តយ៉ាងតឹងរ៉ឹងនៅបទឈប់បាញ់ដោយសុឆន្ទៈដើម្បីរក្សាបាននូវសន្តិភាពនិងស្ថិរភាពនៅតាមបណ្ដោយព្រំដែនជាមួយគ្នានេះនៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអះអាងជាថ្មីថាកម្ពុជាស្វែងរកដំណោះស្រាយចំពោះវិវាទព្រំដែនបច្ចុប្បន្នដោយមធ្យោបាយដោយសន្តិវិធីរួមទាំងគណៈកម្មាធិការព្រំដែនរួម JBC លោកបានកាត់សម្គាល់ថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីរងចាំរដ្ឋាភិបាលថៃថ្មីដែលបង្កើតឡើងមុនការចរចា JBC